ថ្ងៃនេះខ្ញុំសូមចែករំលែកជាមួយនឹងការតេស្តជាតិស្ករកំឡុងពេលពពោះនិងអត្ថប្រយោជន៍ដែលហេតុអីបានយើងត្រូវតេស្តជាតិស្ករនៅពេលដែលពពោះបែបហ្នឹងសម្រាប់ពេលខ្ញុំទៅខ្ញុំមិនមែនជាអ្នកជំនាញឬក៏ខ្ញុំជាពេទ្យអីទេប៉ុន្តែគឺខ្ញុំអ្នកទម្ងន់ដូចគ្នាដែរហើយខ្ញុំអត់ប្រកាសថាសម្រាប់គ្រប់សម្ភពទាំងអស់តម្រូវឲ្យយើងតេស្តគ្រប់គ្នាឬក៏អត់ទេប៉ុន្តែកន្លែងពេទ្យដែលខ្ញុំផ្ញើពោះហ្នឹងគឺតម្រូវឲ្យតេស្តគ្រប់គ្នាតែម្ដងកំឡុងពេលដែលតេស្តហ្នឹងគឺចាប់ពី26ទៅ28សប្តាហ៍សម្រាប់អ្នកទម្ងន់គឺតម្រូវខាងសម្ភពគេតម្រូវឲ្យយើងតេស្តហើយក្នុងវីដេអូទី1គឺខ្ញុំបានតេស្តជាតិស្ករហ្នឹងគឺខ្ញុំបានបង្ហាញជូនហើយគឺយើងប្រើរយៈពេល3ម៉ោងក្នុងការតេស្តការទី1គឺយើងតេស្តនៅពេលដែលកំឡុងពេលដែលយើងពុះទទេគាត់ញ៉ាំអីចូលក្នុងពុះចាសម្រាប់ដំណាក់កាលទី2ឲ្យផឹកទឹកស្ករហើយ1ម៉ោងក្រោយអានឹងគេតេស្តម្ដងទៀតដំណាក់កាលទី3តេស្តម្ដងទៀតចាអញ្ចឹងតេស្តម្ដងទៀតហ្នឹងគឺរីសាល់ខ្ញុំចេញមកគឺខ្ញុំឡើងជាតិស្ករបន្តិចកំឡុងពេលដែលខ្ញុំផឹកទឹកស្ករឲ្យបាន1ម៉ោងក្រោយសម្រាប់ការឡើងរបស់ខ្ញុំហ្នឹងគឺខ្ញុំសួរព័ត៌មានពីខាងគេដែរថាវាអាចប៉ះពាល់អីអត់ចាសម្រាប់ខាងពេទ្យគេប្រាប់វិញថាជាទូទៅបែបហ្នឹងការលើសរបស់ខ្ញុំហ្នឹងគឺកម្រិតធម្មតានៃអ្នកទម្ងន់ទេអញ្ចឹងគឺអត់មានជាបញ្ហាចោតអីទេប៉ុន្តែខាងពេទ្យតម្រូវឲ្យយើងរៀងរាល់មួយអាទិត្យតេស្តឲ្យគេមួយថ្ងៃអញ្ចឹងក្នុងមួយថ្ងៃគឺតេស្ត2ដងមុនម៉ោងបាយពោះទទេម្ដងហើយបន្ទាប់ពីបាយហើយគឺរយៈពេល2ម៉ោងក្រោយតេស្តឲ្យគេម្ដងទៀតសម្រាប់ពេលដែលខ្ញុំទទួលព័ត៌មានពីខាងពេទ្យខ្ញុំសួរថាតើយើងធ្វើមិនអញ្ចឹងណាដើម្បីកុំឲ្យជាតិស្ករយើងឡើងអញ្ចឹងខាងពេទ្យប្រាប់ថាយើងត្រូវកាត់បន្ថយបាយត្រូវញ៉ាំបន្លែបៃតងឲ្យបានច្រើនហើយផ្លែឈើក៏ដូចគ្នាដែរអញ្ចឹងផ្លែឈើណារៀងផ្អែមគឺយើងអាចបន្ថយបានណាកុំញ៉ាំច្រើនអញ្ចឹងសម្រាប់ចុងក្រោយហ្នឹងគឺតមសាច់មិនតមអីគាត់ថាបន្ថយសាច់កុំឲ្យយើងញ៉ាំសាច់ច្រើនខ្ញុំសប្បាយចិត្តខ្លាំងមែនតើនៅពេលដែលពេទ្យគាត់ផ្ដល់ព័ត៌មានបែបហ្នឹងមកគឺយើងធ្វើតាមគាត់ណាដោយសារមិនគឺយើងធ្វើបែបនេះគឺវាល្អទាំងសុខភាពយើងល្អទាំងសុខភាពកូនអ្នកទាំងហ្នឹងដឹងស្រាប់ហើយគឺងាកឃ្លានហ្មងអញ្ចឹងញ៉ាំតាមចាស់ការចង់គឺអត់បានទេនោះសួរថាចុះបើសិនជាយើងឡើងទឹកនោមផ្អែមកំឡុងពេលពពោះតើប៉ះពាល់អីអត់ប៉ះសម្រាប់ម៉ាក់វិញគឺខ្ញុំសួរគាត់ទៅគាត់របៀបថាគាត់គ្រាន់តែថាគាត់អត់តន់ចង់ប្រាប់យើងមុនឬខ្លាចយើងបារម្ភឬអីមួយអញ្ចឹងណាគាត់ថាឲ្យតែទឹកនោមផ្អែមឡើងពេលកំឡុងពពោះគឺវាប៉ះពាល់នៅពេលដែលកូនគឺឡើងគីឡូខ្លាំងពិបាកក្នុងការសម្រាលអីអញ្ចឹងគឺមធ្យមវិញងុំគឺអាចមកជាមួយនឹងសុខភាពគាត់អត់ប្រក្រតីឬក៏របៀបអត់សូវល្អដូចយើងសុខភាពទូទៅអញ្ចឹងណាសម្រាប់ម៉ាក់វិញគឺពិបាកក្នុងការព្រោះយិសាយើងវះផងធម្មជាតិផងអញ្ចឹងវាអាចនឹងមានធ្នេអីចឹងណាវាអាចប៉ះពាល់ឡើងនឹងរីសារបស់ខ្ញុំគឺអូខេណាចាខ្ញុំតេស្តបាយហើយគឺ98ទេតេស្តរួចគឺខ្ញុំចាប់ផ្ដើមមកឆុង Super Cereal ជាមួយទឹកដោះគោញ៉ាំម្ដងដោយសារខ្ញុំញ៉ាំបែបនេះកុំឲ្យរបៀបថាយើងទប់ឃ្លានហ្នឹងកុំឲ្យញ៉ាំនេះញ៉ាំនោះអញ្ចឹងណាយើងគិតពីគីឡូទី2គិតពីសុខភាពរបស់យើងដែរម៉ាក់កំពុងពពោះដូចខ្ញុំឬក៏ត្រៀមសម្រាលណាចាគាត់សម្រាលហើយបំបាយកូនឲ្យទឹកដោះគឺល្អមែនតើសម្បូរវីតាមីនសារធាតុចិញ្ចឹមល្អទៅដល់កូនទៀតខ្ញុំក៏ប្រើប្រាស់ដូចគ្នាដែរហើយខ្ញុំក៏មានលក់ដែរណាបងអញ្ចឹងសម្រាប់បងដែលទម្ងន់អីចង់បានអាចឆាតចូល page